ហើយនៅពេលដែលនឹកឃើញទៅដល់សណ្ដាប់ធ្នាប់ពិភពលោកដែលអត់មានភាពប្រកបវិជ្ជាប្រកបជានឹកឃើញទៅដល់សន្តិភាពហើយនឹកឃើញទៅដល់សង្គ្រាមកាលណាគេនិយាយអំពីសន្តិភាពទាំងគេទាំងខ្ញុំគឺនឹកឃើញអីខ្លះប្រជាជនទូទៅមិនថាតែកម្ពុជាកាលណាគេនិយាយអំពីសន្តិភាពនឹកឃើញទៅដល់ឱកាសការងារការអប់រំការរីកចម្រើនសុខដុមរមនានៅក្នុងបណ្ដាប្រទេសទាំងអស់ក្រមគ្រួសារសង្គមនិងប្រទេសជាតិហើយគេឃើញទៅដល់ឯការអភិវឌ្ឍប៉ុន្តែនៅពេលដែលគេនិយាយអំពីសង្គ្រាមគេប្រកាសជានឹកឃើញដល់ការបាត់បង់ឱកាសការអប់រំគ្មានការងារក៏គ្មានមានតែទឹកភ្នែករបៀបម៉េចទី1ការព្រាត់ប្រាសស្ត្រីមេម៉ាយកុមារកំព្រាការព្រាត់ប្រាសវិនាសបាត់បង់អស់ហើយឱកាសផ្សេងទៀតផ្ទះសម្បែងគឺត្រូវថាខ្ទេចខ្ទីហិនហោចទាំងអស់អត់មានអ្វីដែលជាភាពប្រកបវិជ្ជាទេនៅពេលដែលគេនិយាយអំពីសន្តិភាពធ្នាប់នេះគេនឹកឃើញដល់ថាតើប្រជាជនប្រទេសមួយនៅក្នុងប្រជាជនដែលខ្សោយប្រទេសជាតិមួយដែលត្រូវតែភ្ញាក់ខ្លួនដូច្នេះនៅពេលដែលយើងនិយាយអំពីសង្គ្រាមហើយនិងសន្តិភាពយើងនិយាយអំពីអីយើងនិយាយអំពីការត្រៀមខ្លួនរបស់ប្រជាជននៅក្នុងប្រទេសនោះហើយអ្វីដែលសំខាន់សត្រូវដែលគួរឲ្យខ្លាចបំផុតមិនមែននៅក្រៅប្រទេសទេពេលខ្លះវាគឺជាការភ្លេចខ្លួនរបស់យើងវាជាការភ្លេចខ្លួនរបស់ប្រជាជនកម្ពុជាពេលដែលអ្នករវល់តែលេង TikTok នៅពេលដែលអ្នករវល់តែលេង Facebook នៅពេលដែលអ្នកលេងបណ្ដាញសង្គមមានអ្នកផ្សេងទៀតរវល់កសាងប្រទេសរបស់ពួកគេនៅពេលដែលអ្នករវល់តែស្រីញីមានអ្នកផ្សេងរវល់បង្កើតអនាគតពេលដែលអ្នករវល់តែផឹកស៊ីមានអ្នកផ្សេងរវល់ការពារផលប្រយោជន៍ប្រទេសជាតិរបស់គេហើយពេលមានការប្រឈមចំពោះអធិបតេយ្យភាពឬបូរណភាពទឹកដីតើយុវជនខ្មែរមានបានត្រៀមខ្លួនរួចហើយឬនៅកុំរងចាំដល់ពេលមានវិបត្តិទើបនឹកឃើញពាក្យថាស្រឡាញ់ជាតិស្រឡាញ់ទឹកដីបរទេសអាចការពារផលប្រយោជន៍របស់ប្រទេសគេចំណែកយើងក៏ត្រូវតែការពារផលប្រយោជន៍របស់កម្ពុជាដូចគ្នាបើអ្នកភ្លេចជាតិអ្នកណានឹងថែរក្សាជាតិបើអ្នកមិនខ្វល់ពីទឹកដីអ្នកណានឹងការពារទឹកដីបើអ្នកមិនត្រៀមខ្លួនអ្នកណានឹងកសាងអនាគតកម្ពុជាស្នេហាជាតិមិនមែនស្រែកខ្លាំងជាងគេទេស្នេហាជាតិគឺរៀនឲ្យខ្លាំងមានវិន័យមានជំនាញរួបរวมគ្នានិងត្រៀមខ្លួនការពារកិត្តិយសអធិបតេយ្យភាពនិងផលប្រយោជន៍របស់ជាតិដោយប្រាជ្ញាថ្ងៃនេះអ្នកអាចជាយុវជនធម្មតាថ្ងៃស្អែកអ្នកអាចជាទាហានជាគ្រូបង្រៀនជាអ្នកវិទ្យាសាស្ត្រជាវិស្វករជាគ្រូពេទ្យជាអ្នកច្បាប់ឬជាអ្នកដឹកនាំដែលរួមចំណែកធ្វើឲ្យកម្ពុជារឹងមាំកុំឲ្យពិភពលោកស្គាល់អ្នកត្រឹមជាអ្នកក្រខ្សត់អ្នករាំដ៏ល្អចូលធ្វើឲ្យពិភពលោកស្គាល់អ្នកជាកូនខ្មែរដែលមានសមត្ថភាពនិងមានស្មារតីស្នេហាជាតិកម្ពុជាមិនសុំឲ្យអ្នកស្លាប់ដើម្បីជាតិទេកម្ពុជាសុំឲ្យអ្នករស់ដោយមានតម្លៃរៀនដោយមានគោលដៅធ្វើការដោយមានស្មារតីទទួលខុសត្រូវនិងត្រៀមខ្លួនការពារមាតុភូមិនៅពេលដែលជាតិត្រូវការអ្នកភ្ញាក់ខ្លួនថ្ងៃនេះដើម្បីកុំឲ្យថ្ងៃស្អែកកម្ពុជាត្រូវប្រឈមដោយសារកូនខ្មែរភ្លេចខ្លួនជ័យយោកម្ពុជាសូមគិតម្ដងទៀតដើម្បីកម្ពុជាសូមអរគុណនិងអរព្រះគុណ